សេវាពន្ធជាតិរបស់កូរ៉េខាងត្បូងបានចាប់ផ្ដើមការស៊ើបអង្កេតការិយាល័យមួយនៅកណ្ដាលទីក្រុងសេអ៊ូលដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Prince Holding Group របស់លោកចិនស៊ីដែលសហរដ្ឋអាមេរិកអង់គ្លេសនិងសិង្ហបុរីកំពុងតែតាមចាប់ខ្លួនពីបទនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មឆបោកធំជាងគេនៅអាស៊ីអាគ្នេយ៍យោងតាមរបាយការណ៍របស់ Korea Times ការស៊ើបអង្កេតដែលចាប់ផ្ដើមពីចុងខែតុលាឆ្នាំ2025បានរកឃើញថាការិយាល័យនេះបានចុះបញ្ជីជាក្រុមហ៊ុនប្រឹក្សាយោបល់វិនិយោគអចលនទ្រព្យដែលបានប្រមូលប្រាក់ពីជនជាតិកូរ៉េប្រហែលជា$2 លានអាមេរិកក្រោមរូបភាពគម្រោងអចលនទ្រព្យនៅបរទេសក្រោយមកត្រូវបានផ្ទេរទៅឲ្យអង្គភាពនានារបស់លោកចិនស៊ីនៅក្នុងប្រទេសកម្ពុជាទោះជាយ៉ាងណាមកដល់ពេលនេះអ្នកស៊ើបអង្កេតមិនទាន់រកឃើញកំណត់ត្រានៃប្រតិបត្តិការអចលនទ្រព្យពិតប្រាកដណាមួយនៅឡើយអាជ្ញាធរកូរ៉េខាងត្បូងជឿថាការិយាល័យនៅទីក្រុងសេអ៊ូលនេះបានតិចមិនបង់ពន្ធនិងអាចត្រូវបានគេប្រើដើម្បីបិទបាំងប្រាក់ចំណូលខុសច្បាប់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតទ្រង់ទ្រាយធំដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាលោកលីមវ៉ាន់យ៉ុងស្នងការសេវាពន្ធជាតិកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025ថាភ្នាក់ងាររបស់លោកនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការតិចពន្ធនិងសកម្មភាពឧក្រិដ្ឋដែលប៉ះពាល់ទៅដល់ជីវភាពរបស់ពលរដ្ឋកូរ៉េក្រៅពីក្រុមហ៊ុន Prince Holding Group សេវាពន្ធជាតិកូរ៉េខាងត្បូងក៏បានស៊ើបអង្កេតអាជីវកម្មប្តូរប្រាក់ដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Huiwon Group ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាផងដែរក្រុមហ៊ុនប្តូរប្រាក់នេះត្រូវបានសង្ស័យថាបានតិចពន្ធនិងលាងលុយកខ្វក់ទាំងក្រុមហ៊ុន Prince Group និងក្រុមហ៊ុន Huiwon Group សុទ្ធតែត្រូវបានអន្តរជាតិចោទថាមានទំនាក់ទំនងជាមួយនឹងបណ្ដាញឆបោកតាមអ៊ីនធឺណិតការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មផ្សេងៗទៀតនៅទូទាំងអាស៊ីអាគ្នេយ៍